ឥឡូវនេះអ្នកណាក៏ដឹងដែរថានៅពេលដែលទូរស័ព្ទដៃរបស់ខ្លួនមានបញ្ហាជាមួយនឹងការបែកកញ្ចក់គឺត្រូវស្វែងរកកន្លែងដែលផ្ដល់សេវាកម្មដើម្បីឲ្យជាងជំនាញធ្វើការផ្លាស់ប្ដូរជាមួយនឹងកញ្ចក់ថ្មីមិនមែនធ្វើការផ្លាស់ប្ដូរអេក្រង់ទាំងមូលនោះទេសួស្តីអ្នកនរគ្នានៅក្នុងដៃរបស់ខ្ញុំនេះគឺមាន iPhone 14 Pro Max មួយដើមដែលកំពុងតែមានបញ្ហាជាមួយនឹងការបែកកញ្ចក់ទៅលើផ្ទៃអេក្រង់គឺនៅផ្នែកខាងលើម្ដុំ Dynamic Island ក្បែរកាមេរ៉ាមុខកន្លែងនេះគឺជាកន្លែងហានិភ័យខ្លាំងបើសិនបើជាងគ្មានជំនាញនោះទេអាចធ្វើឲ្យអេក្រង់នេះមានបញ្ហាហេតុផលនេះហើយដែលអ្នកគ្នាត្រូវធ្វើការសម្រេចចិត្តឲ្យបានច្បាស់នៅកន្លែងដែលផ្ដល់សេវាកម្មមុននឹងធ្វើការសម្រេចចិត្តធ្វើការផ្លាស់ប្ដូរដោយរាល់ដងខ្ញុំបានបង្ហាញវីដេអូជាច្រើនអំពីដំណើរការនៃការផ្លាស់ប្ដូរកញ្ចក់ថាច់នៅលើប្រភេទ iPhone ជាដើមដូចជា iPhone 15 Pro Max អញ្ចឹង iPhone 14 Pro Max មួយនេះក៏មិនខុសគ្នាប៉ុន្មាននោះទេហើយនេះគឺជាសកម្មភាពខ្លះៗនៃដំណើរការនៃការផ្លាស់ប្ដូរកញ្ចក់ដែលជាងជំនាញរបស់ Mobinetចឹងក្រោយពីបានឆ្លងកាត់ដំណាក់កាលជាច្រើនដោយអ្នកនរគ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺយើងនឹងទទួលបានអេក្រង់ទូរស័ព្ទដៃរបស់យើងស្អាតដូចដើមវិញទាំងសាច់អេក្រង់សាច់កញ្ចក់គឺអត់ស្មើគ្នាស្អាតតែម្ដងហើយទាំងការបញ្ជាប្រើប្រាស់គឺ smooth ដូចដើមវិញតែប៉ុណ្នេះអ្នកនរគ្នាអាចទុកចិត្តបានហើយបើសិនបើអ្នកនរគ្នាកំពុងតែប្រើប្រាស់ទូរស័ព្ទដៃមិនថា tablet ឬក៏នាឡិកាឆ្លាតវៃដែលកំពុងតែមានបញ្ហាជាមួយនឹងការបែកកញ្ចក់អ្នកនរគ្នាអាចអញ្ជើញមកទទួលសេវាកម្មនៅ Mobinet បានហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណ